បានប៉ះការរីគ្រប់ប្រដៅអានេះវាជាក្តីសម័យដែរសម្រាប់អ្នកគ្រប់គ្រងហើយក៏អារម្មណ៍ពូក៏ចង់ជួបដូចគ្នាសម្រាប់ការរីគ្រប់ប្រដៅបើសិនបើការរីគ្រប់ប្រដៅប៉ះជាមួយចិញ្ចក់អានោះប្រហែលជាល្អមើលអានោះបានលេង90នាទីពេញដូចគ្នាហ្មងមិនបាច់ចាំមានស៊ុបសាប់មិនបាច់ចាំមានស៊ុបស៊ុយទេអាហ្នឹងគឺប្រធានក្រុមតទល់គ្នាហ្មងអញ្ចឹងក៏ល្អដែរវាអត់ទាន់មានកម្មវិធីណាមួយដើម្បីឲ្យផលឲ្យពូយើងជួបគ្នារវាងការរីហើយនឹងចិញ្ចក់ IC ពូមិនទាន់នឹងច្បាស់ទេជាមួយប្រធានទីផ្សារបច្ចេកទេសខាងកីឡារបស់ Madrid គឺបងសម្លឹងមើលថាទឹកគាត់ទិញ Florian Wirtz ឬក៏ទិញ Nico Williams តែបើសួរអារម្មណ៍ពូវិញរបៀបពីរអ្នកហ្នឹងហ្មងបើសួរបងថា Florian Wirtz ជាមួយនឹង Nico Williams បងយក Florian Wirtz បើសិនទិញមិនអានេះអារម្មណ៍ពូចង់បាន Florian Wirtz មិនបើសិនទិញអាចត្រឹម Nico Williams ហ្មងព្រោះ Florian Wirtz នោះឮថាគេដាក់តម្លៃប្រមាណ100លានមកដាក់ឲ្យទិញហ្មងអានេះវាដូចជាគេហៅថា club បានចងអញ្ចឹង club ចងតម្លៃមិនឲ្យចាក់ចេញអានេះវាមិនខុសពីដូច Mbappé អញ្ចឹងនៅពេលដែល club Real Madrid ចង់បានប៉ារីចងបានតែចងតម្លៃមួយគឺខ្ពស់មិនឲ្យនិយាយទៅគឺมันអាចថាមាន club ណាហ៊ានទិញឧទាហរណ៍ថាតម្លៃគាត់បច្ចុប្បន្នបាន120លានអញ្ចឹងបើថា club ណាហ៊ានទិញបាន200លានអញ្ចឹងវាថ្លៃខ្ពស់ខ្លាំងពេកអញ្ចឹងអត់មាន club ណាហ៊ានប៉ះទេឥឡូវវាដូចជាការនៃ Florian Wirtz ដូចគ្នាវាលេងណាលេងអាឡម៉ង់100%អូអាចដែរបើសិនបើឡឹមចូលមកដឹកមកអញ្ចឹងមែនទេបាទឥឡូវជាមួយជាក់ស្ដែងតែវាមិនទៅចាយលុយច្រើនហើយបងចឹងចាយលើនឹងទៀតកើតទេវាលើមួយច្បាប់អត់ទេម៉ាឌ្រីតដូចជាមិនទាន់ចាយណាឲ្យលើពីហិរញ្ញវត្ថុច្បាប់នេះទេរបស់ FIFA ណាឥឡូវចាំមើលសរុបលុយយកពលនោះមកចូលចិត្ត100លានបានគេហុយសិនមួយចិត្ត60លានហេប៉ុន្តែគាត់ថាគេមានការលក់ចេញទិញចូលអាហ្នឹងបានន័យថាគេធ្វើឲ្យមានអាគេហៅថាតលយភាពរវាងហិរញ្ញវត្ថុពីបាឡែនគ្នាមិនឲ្យលើខ្វះទេម៉ាឌ្រីតហ្នឹងអាហ្នឹងនិយាយចឹងរឿងកាក់នេះហ្នឹងវាមានច្រើនកន្លងមកដូច Man City ក៏ធ្លាប់បានន័យថាទិញលើ Man City Paris Marseille នេះគឺសិតតែនេះហើយសិតតែធ្លាប់ជួបបញ្ហាហ្នឹងហើយអារូបភាពដែលខ្ញុំសួរថាពូតារាងណាដែលលេងបាល់ញ៉ាំបាញ់វាយគ្នាអានោះតារាងណាបងថតដឹងណាអត់ដឹងទេពូអត់ដឹងទីតាំងเลยណាតែពូបាន share ដែរវីដេអូហ្នឹងយើងមើលទៅអាក្រក់មើលខ្លាំងណាគាត់លេងបាញ់យើងហើយចេញថ្លៃតារាងរៀងខ្លួនវាយគ្នាផ្អើលពេញតារាងហ្នឹងក្នុងហ្នឹងក៏ពូមើលទៅដូចមានស្គាល់ដែរក្មេងៗខ្លះតែមិនដឹងថាអាណាអីទេហើយក៏អត់ដឹងទីតាំងតារាងណាដូចគ្នាប៉ុន្តែយូរមានម្ដងអាកាក់នៃវាយគ្នាផ្អើលតារាងហ្នឹងអាហ្នឹងហើយវាកើតឡើងដោយសារអីទី1លេងអត់មានរបៀបទី2ភាពឆេឆាវប៉ះគ្នាញោះចោះញោះឡើងប្រើហ្មងហើយយើងឃើញនៅក្នុងវីដេអូដូចស្រាប់ហើយពូបាន share ហ្នឹងរត់វាយគ្នាដូចគោចឹងផ្អើលឈូទៅឈូមកអាចាស់ដល់ចាស់តែអាក្មេងដល់ក្មេងទៅវាអាក្រក់មើលពេកដល់ពេលចឹងវាមិនជាញឹកញាប់ណាស់ទេគាត់ថាវាមិនគូណាមានរូបភាពនឹងកើតឡើងហើយដោយពូនិយាយថាចិញ្ចក់បើលេងទោះបីលេងមិត្តភាពក៏ដោយបើអត់មានអាបិតគឺពូអត់លេងទេហើយក្រុមវាតោះតែមានក្រុមដូចការរិចឬក៏ក្រុមស្អីគេ sniper ក្រុមរីពីនអីចឹងទៅអាហ្នឹងវាអាចថាក្រុមមានផ្លូវការយើងលេងមានប្រធានក្រុមច្បាស់លាស់តែដូចអាចទៅលេងណា5 6នេះអីលេងបាច់យើងវាហានិភ័យពូនិយាយមែនវាមើលទៅវាអាក្រក់មើលវាមិនសមណាទៅវាយគ្នាអញ្ចឹងទេយើងនឹកឃើញថាឲ្យទៅលេងបាល់ដើម្បីបាច់ញើសដើម្បីសុខភាពអានេះវាមិនសុខភាពណាទៅលេងបាល់បៀនបែកក្បាលបៀនគ្រោះថ្នាក់ដោយសារតែលេងបាល់ហ្នឹងទៀតដោយសារតែវាយគ្នាហ្នឹងហើយអាពូមានសង្គមមួយទៀតនោះអាក្មេងៗដែលចាប់រំលោភក្មួយស្រីម្នាក់ឥឡូវចាប់បាន3នាក់អាយុ13ឆ្នាំ15ឆ្នាំ18ឆ្នាំអាតៃហោងអាដៃដល់ហ្នឹងអាយុ18ឆ្នាំអាចូលរួមហ្នឹងអាយុ15ឆ្នាំអាកដាលហ្នឹង10ប្រហែលដូចជាមាន13 15 18ហ្នឹងប៉ុន្តែបើលើព័ត៌មានឮថាមានគ្នាវាចូលរួមប្រហែលអ្នកទៀតឥឡូវហ្នឹងសមត្ថកិច្ចកំពុងដុតដៃដុតជើងដើម្បីធ្វើការលើរឿងហ្នឹងតែជាក់ស្ដែងចាប់បាន3នាក់ហើយនេះគឺជាការធ្លាក់ចុះនៅសិលធម៌សង្គមយ៉ាងក៏អាក្រក់បំផុតវាមានក្មេងឥឡូវគិតមើលថាតាំងពីអាយុ15 13 18ឆ្នាំដែលវាហ៊ានលើកដៃសម្លាប់ទៅរួចរំលោភហើយសម្លាប់ហើយមុននឹងរំលោភសម្លាប់គឺបានដាក់ថ្នាំទៅលើក្មួយស្រីហ្នឹងទៀតវាសាហាវបំផុតវាពិតជាសាហាវដែលយើងមើលទៅអាធំហើយមិនអាចទទួលយកបានអានេះបានតែដូចច្បាប់នៅយេម៉ែនតែបាញ់ឲ្យចោលនៅយេម៉ែនបាញ់ចោលចំពោះមុខសាធារណជនហ្មងចងដៃកពាត់ទៅក្រោយចងស្លាប់ផ្សេងអាការ47មានតែបាញ់ក្បាលឲ្យចោលមកបាញ់ហើយដាក់តោបលើ SK លើកឲ្យមហាជនឃើញកុំឲ្យយកគំរូតាមទៀតអានេះច្បាប់បានន័យថាការរំលោភនៅប្រទេសយេម៉ែនតែយើងអត់មានច្បាប់ប្រហារជីវិតទេយើងគ្រាន់តែដាក់ពន្ធនាគារក្មេងប្រហែល13 15 18ឆ្នាំវាសាហាវពេកវាប្រៃផ្សាយពេកវាហ៊ានហើយមនុស្សឥឡូវហ៊ានណាសិលធម៌សង្គមយើងពុំទទួលស្គាល់ថាម៉េចទេធ្លាក់ចុះហ្នឹងវាអាចថាវាហ៊ានពេកដល់ថ្នាក់លេងខ្លាចគុកខ្លាចច្បាប់អស់ហើយគិតមើល15ឆ្នាំ16ឆ្នាំ18ឆ្នាំក្មេងមិញហើយស្មានវាធំអីខ្សែដៃខ្សែមិនជីដាក់ថ្នាំហើយរំលោភសម្លាប់ហើយប្លន់យកគ្រឿងអលង្ការនៅជាប់នឹងសាកសពទៀតសួរថាយើងមហាជនទទួលយកបានអត់អាណិតអាណយអធមតែក៏ចង់ឲ្យច្បាប់ថាធ្វើមិននិយាយទៅគឺប្រហែលទេមែនទេសកម្មវាមានមួយចំនួនទៀតបងពេលគ្នាស្លាប់ហើយជាជនរងគ្រោះហើយទៅជេរប្រមាថគ្នាទៀតថាដើរលេងជុកថាគ្នាវាស្អីបាយស្លុយវាអីចឹងវាអាចថាសង្គមឥឡូវសង្គមយុវវ័យកំពុងចាប់ដើម
ទី1ភ្លើនទី2បើនិយាយពីការយល់ដឹងនៅចំណេះដឹងពីសិលធម៌សង្គមគឺមានការធ្លាក់ចុះមែនគឺបានន័យថាមានកម្រិតទាបការយល់ដឹងអញ្ចឹងបានវាធ្វើឲ្យក្មេងៗវាឆាប់ជ្រួតជ្រាបនៅអាវប្បធម៌ពីលីអរ៉ាសែនឹងបានពូតែនិយាយហើយនិយាយទីក្នុងការឡាយសម្ដីពូអាក្រក់មែនដោយសារពូឆ្លងកាត់អស់ហើយអាជីវិតបែបហ្នឹងតែមិនចង់ឲ្យក្មួយយុវជនជំនាន់ក្រោយនឹងមានអារូបភាពមានអាសិលធម៌ដូចយ៉ាងឃើញទេអានេះបានថាមកជីវិតអីដាក់វាចោលទេកុំដោះវាខាត់ថ្លៃបាយវាខាតទៅមកយកមានច្បាប់ជីវិតចឹងដាក់វាមកជីវិតទៅអា3នាក់នេះអា3ក្បាលនេះឯងមិនដូចនៅយមនេះបាញ់ក្បាលឯងចោលវាអត់មានអីទេឯងនេះបើតាមទង្វើឯងធ្វើវាមិនអាចលើកលែងបានទេនៅថៃក៏បាញ់មិនសើលើមើលវាធ្ងន់ធ្ងរខ្លាំងវៀតណាមបាញ់ហើយអាច្បាប់ប្រហារជីវិតវាមានតាមកម្រិតទៀតវាមានអាចាក់ថ្នាំវាមានអាដុតកង់ឡានវាមានអាបាញ់នៅកំភ្លើងអូនៅហ្វីលីពីនវាមានអញ្ចឹងហ្វីលីពីនធ្ងន់ងាប់ពូឃើញពូមាននឹងពួកអ្នកធំហើយមិនមែនជាករណីមួយទេពីមុនមកក៏មានករណីនឹងទៀតវាច្រើនអេនតូនីលេងនៅរីបេទីនឥឡូវជួយឲ្យរីបេទីនឡើងទៅ final ហើយប៉ះមួយ Chelsea សង្ឃឹមច្រើនពូមិនយើងគាត់ថាយើងជាយុវជនបន្តពេលយើងចេះតែចូលរួមនិយាយពីសិលធម៌សង្គមពូចេះតែនិយាយអប់រំផ្សព្វផ្សាយក្នុងនាមពូជាមនុស្សដែលមានឥទ្ធិពលទៅលើយុវវ័យបច្ចុប្បន្ននឹងសង្ឃគំនិតមាននិយាយមែនតែអ្នកប្រព្រឹត្តនឹងសង្ឃគំនិតទោសស្មើគ្នាអានេះវាមិនខុសអីពីចោលទេអាអ្នកលួចអ្នកមើលផ្លូវគឺទោសដូចគ្នាអានេះគេហៅថាសហចារ្យអ្នកចូលរួមឧទាហរណ៍ពូលួចអាម៉ងអ្នកមើលផ្លូវអញ្ចឹងប៉ូលីសចាប់បាន3ឆ្នាំដូចគ្នាទោះបីមានខុសអីអាអ្នកលួចអ្នកមើលផ្លូវមិនចឹងចំហើយការអស់ពូបាន570នៅហើយចាំឡើងមក2ថ្ងៃមិនឃើញមានដឹកមកសោះពណ៌ខ្មៅអូខេតាឥឡូវរឿងរ៉ាវយប់ហ្នឹងក៏ចប់ពូដូចជាអស់ហើយយើងចាំមើលស្អែកបើមានព័ត៌មាន